បាទអ្នកទាំងអស់គ្នាដឹងហើយថាដើម្បីយើងមកបម្រើការនៅក្នុងប្រទេសកូរ៉េឬនៅក្នុងប្រទេសណាផ្សេងៗក៏ដូចគ្នាអ្នកទាំងអស់គ្នាត្រូវចេះភាសានោះជាមុនសិន Hello ជំរាបសួរអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាពិតជាចង់មកបម្រើការងារនៅក្នុងប្រទេសកូរ៉េពិតឬបើអ្នកទាំងអស់គ្នាមានបំណងចង់មកបម្រើការងារនៅក្នុងប្រទេសកូរ៉េត្បូងហើយអ្នកទាំងអស់គ្នាអត់ដឹងថាគួរចាប់ផ្ដើមនៅរបៀបណាហើយអ្នកទាំងអស់គ្នាអត់ដឹងថាតើអ្នកទាំងអស់គ្នាត្រូវធ្វើអ្វីឬក៏អត់ដឹងព័ត៌មានអ្វីសោះអំពីការមកបម្រើការងារនៅក្នុងប្រទេសកូរ៉េអញ្ចឹងហើយវីដេអូនេះអ្នកទាំងអស់គ្នានឹងបានដឹងជាមួយខ្ញុំបាទពីព្រោះខ្ញុំបាននឹងចែករំលែកបទពិសោធន៍របស់ខ្ញុំនឹងចែករំលែកព័ត៌មានដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងក្នុងការមកបម្រើការងារក្នុងប្រទេសកូរ៉េត្បូងខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិតជាចង់ផ្លាស់ប្ដូរជីវភាពរបស់ក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាចង់រកប្រាក់ចំណូលមួយដែលល្អសម្រាប់រៀបចំផែនការជីវិតរបស់អ្នកទាំងអស់គ្នានៅថ្ងៃអនាគតអ្នកទាំងអស់គ្នាគិតត្រូវហើយដែលអ្នកទាំងអស់គ្នាគិតថាចង់មកធ្វើការនៅប្រទេសកូរ៉េត្បូងពីព្រោះប្រទេសកូរ៉េត្បូងគឺជាប្រទេសមួយដែលមានប្រាក់ខែខ្ពស់គួរសមដើម្បីអាចឲ្យអ្នកទាំងអស់គ្នាកែប្រែជីវភាពរបស់ក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាឬមួយក៏កែប្រែជីវិតអ្នកទាំងអស់គ្នានៅថ្ងៃខាងមុខបានមុននឹងយើងនិយាយទៅកាន់ប្រធានបទរបស់យើងខ្ញុំសូមណែនាំខ្លួនឲ្យអ្នកទាំងអស់គ្នាបានស្គាល់ខ្ញុំបន្តិចខ្ញុំបាទឈ្មោះជំនោហើយបច្ចុប្បន្នខ្ញុំបានមកបម្រើការងារក្នុងប្រទេសកូរ៉េត្បូងរយៈពេល4ឆ្នាំហើយវីដេអូនេះក៏ជាវីដេអូដំបូងរបស់ខ្ញុំដែរដែលចេញមកចែករំលែកព័ត៌មាននេះទៅកាន់អ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានផលប្រយោជន៍និងទទួលបានព័ត៌មានមួយចំនួនទូចដើម្បីឲ្យអ្នកទាំងអស់គ្នាមានភាពងាយស្រួលដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាត្រូវធ្វើអ្វីត្រូវរៀបចំអ្វីដើម្បីឲ្យអ្នកទាំងអស់គ្នាមានឱកាសអាចមកបម្រើការងារនៅក្នុងប្រទេសកូរ៉េត្បូងបានហើយជាមុនដំបូងមុននឹងឈានទៅកាន់ប្រធានបទរបស់យើងខ្ញុំសូមអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាអាចជួយចុច Subscribe នៅខាងក្រោមវីដេអូរបស់ខ្ញុំមួយបានទេដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើវីដេអូថ្មីៗវីដេអូបន្តចែកជូនបងប្អូនទាំងអស់គ្នាបើបងប្អូនទាំងអស់គ្នាពេញចិត្តក្នុងការចែករំលែករបស់ខ្ញុំពេញចិត្តស្ដាប់វីដេអូរបស់ខ្ញុំដើម្បីខ្ញុំបង្ហាញផ្លូវដល់អ្នកទាំងអស់គ្នាដើម្បីខ្ញុំចែករំលែកបទពិសោធន៍ខ្លះៗទៅកាន់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតនៅពេលណាដែលខ្ញុំផុសវីដេអូថ្មីអ្នកទាំងអស់គ្នានឹងបានទទួលអ្នកទាំងអស់គ្នានឹងបានទស្សនាមុនគេបាទអញ្ចឹងយើងចូលទៅកាន់ប្រធានបទយើងតែម្ដងមុននឹងខ្ញុំលើកឡើងប្រធានបទនេះមកចែករំលែកប្រាប់អ្នកទាំងអស់គ្នាខ្ញុំមានសំណួរមួយដើម្បីសួរទៅកាន់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាពិតជាចង់មកប្រទេសកូរ៉េពិតឬតើអ្នកទាំងអស់គ្នាពិតជាចង់ផ្លាស់ប្ដូរជីវភាពក្រុមគ្រួសារអ្នកទាំងអស់គ្នាពិតឬអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងថាតើអ្នកទាំងអស់គ្នាពិតជាចង់មកប្រទេសកូរ៉េពិតឬក៏គ្រាន់តែចង់មួយអារម្មណ៍មួយឆាវឬក៏ចង់តែមួយផ្លែតអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងសិនថាអ្នកទាំងអស់គ្នាពិតជាចង់មកប្រទេសកូរ៉េពិតឬបាទបើអ្នកទាំងអស់គ្នាដឹងចម្លើយរបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាពិតជាចង់មកបម្រើការងារនៅក្នុងប្រទេសកូរ៉េពិតមែនបាទអញ្ចឹងខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាហើយនឹងមកចែករំលែកបទពិសោធន៍ខ្លះៗទៅកាន់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាយកទៅអនុវត្តហើយអ្នកទាំងអស់គ្នាអាចទៅពិចារណាថាធ្វើបែបណាដើម្បីឲ្យអ្នកទាំងអស់គ្នាមានភាពងាយស្រួលបាទអ្នកទាំងអស់គ្នាដឹងហើយថាដើម្បីយើងមកបម្រើការនៅក្នុងប្រទេសកូរ៉េឬនៅក្នុងប្រទេសណាផ្សេងៗក៏ដូចគ្នាអ្នកទាំងអស់គ្នាត្រូវចេះភាសានោះជាមុនសិនអញ្ចឹងហើយបើអ្នកទាំងអស់គ្នាចង់មកប្រទេសកូរ៉េខាងត្បូងអ្នកទាំងអស់គ្នាត្រូវតែរៀនភាសាកូរ៉េហើយក្នុងការរៀនភាសាកូរ៉េនេះអ្នកទាំងអស់គ្នាបើអាចអ្នកទាំងអស់គ្នារៀនតាម YouTube សិនទៅអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចរៀនតាម YouTube មួយរយៈធំឬក៏អ្នកទាំងអស់គ្នាអាចរៀននៅសាលាក៏បានដែរបងប្អូនបើអ្នកទាំងអស់គ្នាទៅរៀននៅសាលាផ្ទាល់អ្នកទាំងអស់គ្នាអាចងាយចាប់អាចងាយសិក្សាតែបើអ្នកទាំងអស់គ្នាអត់មានពេលឬក៏អ្នកទាំងអស់គ្នាកំពុងតែបម្រើការងារឬក៏កំពុងតែសិក្សាអ្នកទាំងអស់គ្នាអាចសិក្សាតាម YouTube មួយរយៈធំសិនដើម្បីឲ្យអ្នកទាំងអស់គ្នាស្វែងយល់ពីមូលដ្ឋានគ្រឹះភាសាកូរ៉េហើយឲ្យអ្នកទាំងអស់គ្នាដឹងពីភាសាកូរ៉េខ្លះមុននឹងអ្នកទាំងអស់គ្នាចុះឈ្មោះចូលរៀននៅសាលាឯកជនដែលគេមានបង្រៀនភាសាកូរ៉េទៅកាន់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាបានរៀនភាសាកូរ៉េមួយរយៈធំហើយអ្នកទាំងអស់គ្នាច្បាស់នឹងខ្លួនឯងហើយថាអ្នកទាំងអស់គ្នាអាចមានសមត្ថភាពក្នុងការប្រឡងភាសាកូរ៉េហើយនៅពេលនោះអ្នកទាំងអស់គ្នារងចាំខាងក្រសួងការងារគាត់ផុសលក់ពាក្យដើម្បីឲ្យយើងទិញពាក្យប្រឡងអ្នកទាំងអស់គ្នាអាចចូលទៅទិញពាក្យឬក៏អ្នកទាំងអស់គ្នាអត់ចេះអ្នកទាំងអស់គ្នាអាចឲ្យគ្រូឬឲ្យអ្នកដទៃណាដែលគេស្ទាត់ជំនាញខាងទិញពាក្យនេះអ្នកទាំងអស់គ្នាអាចពឹងគេបានដើម្បីទិញពាក្យឲ្យយើងដើម្បីយើងមានសិទ្ធិប្រឡងភាសាកូរ៉េ
ដែលគេហៅថាប្រឡង EPS Topic ហ្នឹងបងប្អូនអញ្ចឹងហើយបើបងប្អូនបានប្រឡង EPS Topic នៅពេលដែលបងប្អូនទាំងអស់គ្នាប្រឡងជាប់អ្នកទាំងអស់គ្នានឹងត្រូវទៅពិនិត្យសុខភាពឬក៏កាលពួកខ្ញុំពិនិត្យសុខភាពសិនបន្ទាប់មកទៀតសុខភាពរបស់អ្នកទាំងអស់គ្នាអត់មានបញ្ហាហើយអ្នកទាំងអស់គ្នាអត់មានជំងឺអ្វីក្នុងខ្លួននៅពេលនោះហើយខាងពេទ្យនៅឯក្រសួងការងារគេនឹងចេញលិខិតមួយដើម្បីឲ្យអ្នកទាំងអស់គ្នាយកលិខិតនោះទៅចុះជាមួយឯកសាររបស់បងប្អូនដើម្បីបងប្អូនមានសិទ្ធិដាក់ពាក្យស្វែងរកការងារនៅឯក្រសួងខ្មែរនៅឯប្រទេសកម្ពុជានៅពេលដែលអ្នកទាំងអស់គ្នាដាក់ពាក្យនៅក្រសួងខ្មែរនៅឯប្រទេសកម្ពុជារួចហើយខាងក្រសួងការងារនៅប្រទេសខ្មែររបស់យើងគេនឹងបញ្ជូនឈ្មោះបងប្អូនមកកាន់ប្រទេសកូរ៉េដើម្បីឲ្យថៅកែកូរ៉េគេជ្រើសរើសឈ្មោះបងប្អូនដើម្បីឲ្យបងប្អូនមានឱកាសដើម្បីខាងថៅកែគេរៀបចំវីសាដើម្បីយកបងប្អូនមកបម្រើការងារនៅក្នុងប្រទេសកូរ៉េហើយខ្ញុំនិយាយត្រួសសិនទេខ្ញុំអត់ទាន់ស៊ីជម្រៅទៅកាន់ចំណុចនីមួយៗរបៀបប្រឡងបែបណាដើម្បីជាប់ឬក៏នៅពេលបងប្អូនប្រឡងជាប់ហើយទៅធ្វើអ្វីខ្ញុំនឹងចេញមកប្រាប់បងប្អូននៅវីដេអូក្រោយម្ដងទៀតថ្ងៃនេះខ្ញុំគ្រាន់តែចេញមកបញ្យល់ត្រួសប្រាប់បងប្អូនតើគួរចាប់ផ្ដើមដោយរបៀបណាហើយត្រូវធ្វើអ្វីហើយនឹងដឹងពីព័ត៌មានខ្លះសិននៅវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនពីមួយដំណាក់កាលទៅមួយដំណាក់កាលឬមួយក៏បងប្អូនទាំងអស់គ្នាមានចម្ងល់អ្វីបងប្អូនទាំងគ្នាអាចខមមិនសួរខ្ញុំមុនបានឧទាហរណ៍ថាមានអ្នកខ្លះគាត់កំពុងតែប្រឡងស្រាប់ហើយឬក៏អ្នកខ្លះទៀតគាត់បានប្រឡងជាប់ហើយគាត់នៅដំណាក់កាលផ្សេងហើយបងប្អូនខ្លះទៀតគាត់នៅដំណាក់កាលផ្សេងគាត់អាចខមមិនសួរខ្ញុំនៅខាងក្រោមបានខ្ញុំនឹងព្យាយាមឆ្លើយខមមិនបងប្អូនម្នាក់ម្ដងហើយបើខមមិនណាខ្លះហើយបើមានខមមិនណាខមមិនច្រើនជាងគេខ្ញុំនឹងបង្កើតជាវីដេអូមួយដើម្បីនិយាយចែកជូនទៅកាន់គ្នាយើងទាំងអស់គ្នាឲ្យបានស្ដាប់តែម្ដងព្រោះបើយើងឆ្លើយម្ដងមួយអាចចំណាយពេលយូរហើយអ្នកទាំងអស់គ្នាអត់ពុំសូវយល់ចឹងណាអញ្ចឹងហើយខ្ញុំនឹងចេញវីដេអូនៅ comment ណាដែលមានការសួរច្រើនជាងគេខ្ញុំនឹងចេញមកប្រាប់អ្នកទាំងអស់គ្នាម្ដងទៀតបាទអញ្ចឹងហើយយើងសរុបសេចក្តីមកវិញតើធ្វើបែបណាទើបអ្នកទាំងអស់គ្នាអាចមកប្រទេសកូរ៉េបានបាទដើម្បីអ្នកទាំងអស់គ្នាមានឱកាសឬក៏មានសិទ្ធិអាចមកបម្រើការងារក្នុងប្រទេសកូរ៉េបានអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េដែលគេហៅកាត់ថា EPS Topic នៅពេលដែលអ្នកទាំងអស់គ្នាបានប្រឡងជាប់ហើយអ្នកទាំងអស់គ្នាត្រូវតេស្តសុខភាពបន្ទាប់មកសុខភាពរបស់អ្នកទាំងអស់គ្នាអត់មានបញ្ហាអ្នកទាំងអស់គ្នាអត់មានជំងឺជាប់ខ្លួននៅពេលនោះអ្នកទាំងអស់គ្នាមានសិទ្ធិដាក់ពាក្យស្វែងរកការងារនៅឯក្រសួងការងាររបស់យើងនៅក្នុងប្រទេសកម្ពុជានៅពេលដែលក្រសួងការងាររបស់យើងនៅក្នុងប្រទេសកម្ពុជាក៏ដាក់ពាក្យហើយក៏នឹងបញ្ជូនឈ្មោះអ្នកទាំងអស់គ្នាមកកាន់ក្រសួងការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីឲ្យថៅកែក៏ជ្រើសរើសអ្នកទាំងអស់គ្នាហើយយកអ្នកទាំងអស់គ្នាមកបម្រើការងារក្នុងប្រទេសកូរ៉េបាទអញ្ចឹងហើយនិយាយត្រួសប៉ុណ្នេះសិនដើម្បីឲ្យអ្នកទាំងអស់គ្នាងាយយល់ហើយកុំឲ្យវីដេអូនេះវែងពេកខ្ញុំគិតថា10នាទីឬក៏7-8នាទីនេះគឺស័ក្តិសមហើយសម្រាប់បងប្អូនដែលគាត់ទើបតែចាប់ផ្ដើមឬបងប្អូនខ្លះគាត់អត់ដឹងថាត្រូវធ្វើបែបណាដើម្បីមកកូរ៉េឬក៏បងប្អូនខ្លះក៏អត់ដឹងសូម្បីតែព័ត៌មានពាក់ព័ន្ធនឹងការមកកូរ៉េខ្ញុំគិតថាវីដេអូនេះត្រឹមត្រូវហើយសម្រាប់អ្នកទាំងអស់គ្នាទស្សនារយៈពេលខ្លីមួយសិនដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងដើម្បីឲ្យអ្នកទាំងអស់គ្នាស្វែងយល់មួយផ្នែកតូចដើម្បីអាចមកបម្រើការងារក្នុងប្រទេសកូរ៉េបានបាទអញ្ចឹងតែចុងក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះហើយអ្នកទាំងអស់គ្នាជួយគាំទ្រវីដេអូខ្ញុំបើអ្នកទាំងអស់គ្នាពេញចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe នៅខាងក្រោមវីដេអូហើយអាច comment សួរខ្ញុំបានបើអ្នកទាំងអស់គ្នាមានចម្ងល់អ្វីផ្សេងៗអ្នកទាំងអស់គ្នាអាច comment សួរខ្ញុំបាននៅខាងក្រោមវីដេអូនេះខ្ញុំនឹងព្យាយាមឆ្លើយ comment របស់បងប្អូនម្ដងមួយបាទអញ្ចឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចាប់ផ្ដើមអ្នកទាំងអស់គ្នានឹងឃើញផ្លូវអ្នកទាំងអស់គ្នានឹងមានក្តីសង្ឃឹមខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាពិតជាអាចធ្វើបានពីព្រោះមានមនុស្សជាច្រើនដែលគេបានព្យាយាមហើយគេបានសម្រេចគោលដៅរបស់គេមកកាន់ប្រទេសកូរ៉េត្បូងហើយអ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាកុំអស់សង្ឃឹមឬកុំបាក់ទឹកចិត្តកុំមានភាពភ័យខ្លាចខ្មាស់អៀនអ្វីទាំងអស់អ្នកទាំងអស់គ្នាត្រូវតែដាក់ចិត្តដាក់កាយដើម្បីរៀនភាសាកូរ៉េហើយអ្នកទាំងអស់គ្នាកុំទាន់គិតថាវាជាសម្ពាធមួយអសោះគិតបែបនេះថាអ្នកទាំងអស់គ្នាកំពុងតែរៀនភាសាអង់គ្លេសដើម្បីប្រស័យតាក់ទងជាមួយនឹងជនជាតិដទៃកុំឲ្យអ្នកទាំងអស់គ្នាគិតថាយើងរៀនភាសាកូរ៉េនេះដើម្បីប្រឡងឲ្យជាប់អ្នកទាំងអស់គ្នាកុំទាន់គិតថាខ្ញុំត្រូវតែប្រឹងព្យាយាមរៀនភាសាកូរ៉េឲ្យបានខ្លាំងខ្ញុំត្រូវរៀនភាសាកូរ៉េដើម្បីប្រឡងឲ្យជាប់ហើយមកបម្រើការងារនៅក្នុងប្រទេសកូរ៉េឆាប់ៗអ្នកទាំងអស់គ្នាពុំគួរគិតបែបនេះទេបើអ្នកទាំងអស់គ្នាគិតបែបនេះអ្នកទាំងអស់គ្នាអាចនឹងមានសម្ពាធឬក៏អ្នកទាំងអស់គ្នាប្រញាប់ប្រញាល់បន្ថំដើម្បីអាចមកបម្រើការងារក្នុងប្រទេសកូរ៉េបានអ្នកទាំងអស់គ្នាអាចនឹងបាក់ទឹកចិត្ត
ហើយអ្នកទាំងអស់គ្នានឹងបោះបង់អញ្ចឹងហើយខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាព្យាយាមបន្តិចបន្តិចកុំទាន់ដាក់សម្ពាធនៅលើការខិតខំព្យាយាមរបស់យើងពីព្រោះថាការមកប្រទេសកូរ៉េអាចចំណាយពេលជាមធ្យមចន្លោះពី1ឆ្នាំទៅដល់3ឆ្នាំដើម្បីអាចយើងមកកាន់ប្រទេសកូរ៉េត្បូងបានបាទអញ្ចឹងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាបងប្អូនទាំងគ្នាស្ដាប់ទាន់ពីមួយដំណាក់កាលទៅមួយដំណាក់កាលខ្ញុំបាននិយាយមុននេះហើយវីដេអូនេះគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះនៃការចាប់ផ្ដើមដើម្បីមានឱកាសមកបម្រើការងារនៅក្នុងប្រទេសកូរ៉េត្បូងអញ្ចឹងហើយជួបគ្នានៅវីដេអូក្រោយជាមួយខ្ញុំបាទជំនួសម្ដងទៀតសង្ឃឹមថាបងប្អូននឹងបានជោគជ័យនៅថ្ងៃអនាគតទាំងអស់គ្នាបាយបាយ